Chẳng tật muốnលោកគ្រូបានគូផ្លែស្វាយដល់ដំណឹងដែលមុននឹងគូវាគឺលោកគ្រូបញ្យល់ពី mesh edit ឬក៏edit mode ឬក៏ object mode shortcut វា tab ហើយនៅក្នុងហ្នឹងគឺជាវិធីសាស្ត្រមួយក្នុងការ modify ទៅលើ geometry ដែលយើងធ្វើទៅលើ vertex edge face ហើយនេះគឺជា tool របស់វាយើងអាចចុច tab ទៅចូល object mode ឬក៏ edit mode តាមធម្មតាគឺវានៅអីគេ object mode standard អញ្ចឹងយើងគូអីក៏បាន shift A គូអីក៏បានដែរប៉ុន្តែនៅពេលដែលយើងចង់កែវាយើងចង់ modify វាយើងចូលទៅក្នុង edit mode ឬក៏យើងចុច tab ណាហើយ tool ដែលយើង modify យើងប្រើប្រាស់ shortcut ក៏បានយើងប្រើប្រាស់ icon ក៏បានយើងប្រើប្រាស់ tool ក៏បានដែលនៅក្នុងហ្នឹងគឺមានដូចជា vertex edge face ឬក៏ A LA shift V ឬក៏យើងចូលទៅក្នុង icon របស់វាមានដូចជា vertex edge face នៅជ្រុងខាងឆ្វេងខាងលើម្ដុំចឹងហ្នឹងបើសិនយើងនឹងធៀបជាមួយ interface ហើយ shortcut វាលេខ1អានេះគេហៅថា vertex edge shortcut វាលេខ2អានេះ face លេខ3ហ្នឹងហើយមួយទៀតគឺលោកគ្រូបានបញ្ចូលដែរតាក់ទងទៅនឹង viewport setting យើងចុចអក្សរ Z គឺយើងចូលទៅក្នុង wireframe solid material preview ឬក៏ renderer ហ្នឹងអញ្ចឹងអ្វីដែលយើងឈរ standard ហ្នឹងគឺវានៅលើ solid អញ្ចឹងលោកគ្រូអាចចុចអក្សរ Z ឈរលើ solid ចុចអក្សរ Z ឈរលើ wireframe ចុចអក្សរ Z ឈរក្នុង material preview material render គឺយើងឃើញខ្មៅដោយសារតែវាអត់មានពន្លឺហើយ material preview យើងឃើញរាងពណ៌សដោយសារតែអត់ទាន់មាន material ប៉ុន្តែយើងប្រើប្រាស់តែពីរនេះឯងជាធម្មតាអាហ្នឹងអញ្ចឹង wireframe យើងអាចចុច tab យើងអាច select vertex នៅខាងមុខនៅខាងក្រោយឬក៏ជុំវិញវាបានប៉ុន្តែបើសិនយើងចូល solid យើង select ទៅបានតែខាងមុខឯខាងក្រោយគឺអត់បានទេអាហ្នឹងណាឥឡូវយើងអាចចូលទៅបន្តទៀតលោកគ្រូបញ្យល់ពី slide ទី59នៅក្នុង slide ទី59នេះគឺលោកគ្រូចង់បង្ហាញពី loop ហើយនឹង ring selection អញ្ចឹង loop ហើយនឹង ring selection យើងធ្វើនៅលើ edge ក៏បាននៅលើ face ក៏បាននៅលើvertex ក៏បាន vertex ក៏បានជាទូទៅយើងប្រើវានៅលើ edge ring vertex ring face ring shortcut វា control alt left click តោះនេះ control alt left click ឬក៏យើងអាចចុច edge loop បានដែរយើងចូលទៅក្នុង alt left click ពីរនឹងខុសគ្នាមិនបើសិនជាលោកគ្រូប្រើ loop លោកគ្រូប្រើ ring control alt shift control alt left click យើង loop មកជុំនេះខ្សែដែលយើងមើលឃើញនេះមកជុំបែបហ្នឹងឆ្លាស់ខ្សែគ្នាហើយបើសិនជាលោកគ្រូ click កន្លែងនេះមួយហើយបន្ទាប់មកលោកគ្រូចុច control alt គឺវាបានមកជុំចេះវិញឆ្លាស់ខ្សែគ្នាអាហ្នឹងហើយយើងមើលនៅលើនេះមកជុំដែរនៅវងភ្នែកនេះហើយបើសិនយើងផ្លេច shortcut យើងចូលទៅក្នុង select loop
select loop edge ring ហើយបើសិនជា edge loop យើងចូលទៅដូចគ្នាដែរ select loop edge loop ហើយយើងបានមកជុំយ៉ាងវិញមកជុំនេះស្របខ្សែគ្នាអញ្ចឹងនៅពេលដែលលោកគ្រូចង់ប្រើប្រាស់ loop edge លោកគ្រូត្រូវចុចលេខ2ឬក៏ឈរនៅលើ edge ហ្នឹងព្រោះអី edge shortcut វាលេខ2អញ្ចឹងយើងคลิกគៀននេះមួយមកហើយយើងចុច L គឺបានមកជុំអញ្ចឹងយើងងាយស្រួលក្នុងការ scale ផ្លែស្វាយនឹងឲ្យធំឲ្យទូចឬក៏យើង scale ផ្លែប៉ោមផ្លែអីឬក៏យើងគូអីផ្សេងទៅមុខទៀតគឺវាលឿនយើងអត់คลิกមួយទេដល់ពេលយើងចង់បានបញ្ឈរអញ្ចឹងគឺយើង L คลิกតាជួរនឹងមួយទៅបានណាតោះនេះគឺវាមកជុំមកហើយកន្លែងនេះ L คลิกកន្លែងហ្នឹងមកបានមកជុំដែរឥឡូវយើងមើលមកលើនេះទាំងអស់នេះអញ្ចឹងលោកគ្រូចុច tab ដើម្បីឈរនៅលើបាទចូលទៅក្នុង edge ចូលទៅក្នុង edge ហើយយើងចុចមួយនេះមកចុចមួយនេះមក shift click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  គឺ4-5 ដងមកបានមកជុំប៉ុន្តែបើសិនជាយើងចុច L ឲ្យជាប់ហើយយើង click គឺយើងបានមកជុំតែម្ដងយើង click តែម្ដងនេះបានមកជុំហើយយើងអាច scale វាចុចអក្សរ S មក scale វា scale រៀនហើយអី move រៀនហើយអី rotation រៀនហើយអីអក្សរ G ស្មើនឹង move R ស្មើនឹង rotation S ស្មើនឹង scale ហ្នឹងតោះនេះចឹងយើង scale វាចូលក្នុងឬក៏ចេញក្រៅទៅបានឬក៏លោកគ្រូ L click បញ្ឈរអញ្ចេះវិញយើងបានមកជុំបែបណាអាហ្នឹងឬក៏លោកគ្រូចុច control L click អាហ្នឹងស្មើនឹង ring នេះមកជុំជួឈរ control L click មកជុំបែបនេះវិញឆ្លាស់ខ្សែនេះវិញតោះណា control L click control L click control click control click គឺស្មើនឹង loop L click L click ស្មើនឹង loop L click ស្មើនឹង loop L control ឬក៏ control L click ស្មើនឹង ring ស្មើនឹង ring ណាមួយទៀតមេរៀនថ្មីគឺ ring ហើយនឹង loop ហើយនៅក្នុងនេះលោកគ្រូបរៀនហើយតាំងពីអាទិត្យចុងក្រោយយើងជួបគ្នាហ្នឹងហើយយើងចូលមកក្នុងនេះគឺតាក់ទងនឹង loop cut យើងមើលមួយទៀត slide ទី60ចាំលោកគ្រូ final រូបស្វាយហ្នឹងអញ្ចឹងយើងមើលទៅយើងឃើញមាន control R control R ហ្នឹងវាស្មើនឹង loop cut អញ្ចឹងទី1យើងត្រូវ select object ទី2យើងត្រូវចុច tab បើចុច tab ទេយើងអាច control edit mode បានទេអាហ្នឹងតោះមកបានយើងចុច control R ហើយយើង left click នៅលើ object បានន័យថាយើងចុច left click ហ្នឹងយើងចុចនៅលើជួរឈរបានដេកយើង select នៅជួរដេកបានបញ្ឈរអាហ្នឹងឯងដែលគេហៅថា loop cut ហ្នឹងតោះនេះឬក៏យើងចង់បាន number of cut នេះ3វាបាន3លឿង3ហើយ number of cut 4គឺយើងឃើញ4ឬក៏ពេលដែលយើងចុច control R យើងបង្វិលម៉ៅហ្នឹង scroll ម៉ៅ up and down ហ្នឹងគឺដើម្បីបន្ថែម edge យក3ឬក៏4ហ្នឹងកាឡាហ្នឹងកា
កាឡាហ្នឹងចឹងលោកគ្រូអាចចុច tab ទៅហើយលោកគ្រូចុច control R ឃើញទេលោកគ្រូ select ផ្ដេកបាន select ប្រឆោបានផ្ដេក select ផ្ដេកបានប្រឆោបន្ទាប់មកយើង click ហើយយើង right click គឺយើងបានមួយស្មើគ្នា control R click ទាញទៅណាទៅអត់អីទេបន្ទាប់មកយើង right click វាបានកដាលស្មើគ្នាប៉ុន្តែបើសិនជាលោកគ្រូចង់ចែកជា3ឬក៏ជា4អីលោកគ្រូចុច control R មកយើងរុញម៉ៅទៅលើទៅក្រោម2 click right click គឺចែកជា3ប្រឡោះស្មើគ្នាហើយយើងអាចចូលមកក្នុង loop cut slide ឃើញ number of cut ហ្នឹងយើងយកវា3ទៅវាបាន3ឡាន4ប្រឡោះ control R យើង click បន្ទាប់មកយើងទាញវាទៅកន្លែងនេះយើងអត់ right click ទេយើងចង់បានកន្លែងហ្នឹងយើង click ទៀតប៉ុន្តែបើសិនជាលោកគ្រូចង់បានកណា control R click right click ឬក៏យើងប្រើប្រាស់ tool នៅលើនេះគេហៅថា loop cut នេះ icon របស់វាហើយយើងមើលនៅលើ slide នេះ icon របស់វានេះ loop cut អញ្ចឹងយើងចុចកន្លែងហ្នឹងមកហើយយើង click មួយរុញមក number of cut យើងយកវា5អញ្ចឹងទៅវាបាន5 6ប្រឡោះហើយយើងអាចកំណត់ feature វាដែរឲ្យវាទៅលើទៅក្រោមឃើញទេឬក៏យើងអាច smoothness វាឲ្យវាផតចេញក្រៅឲ្យវារួមចូលក្នុងឃើញទេឲ្យវាផតចូលក្នុងឲ្យរួមចូលក្នុងហ្នឹងអញ្ចឹងពេលដែលយើងកំណត់កន្លែង feature នេះគឺរំកិលបានន័យថាយើងរំកិលនេះរំកិលអានេះនៅកដាលនៅគៀននៅខាងស្ដាំនៅខាងឆ្វេងនៅខាងលើខាងក្រោមដល់ពេលយើងចង់ឲ្យកោងយើងកំណត់ smoothness វាយកដកផតចុះក្រោមយកបោកលានចេញក្រៅយើងអាច select លើ face មកនេះឬក៏ control R យើង click right click control Z control R រុញម៉ៅយក3 click right click control R click មូចុះក្រោម click control R រុញម៉ៅឡើងលើ click រុញទៅលើ click អញ្ចឹងវាអត់ចែកស្មើគ្នាទេអត់ចែកស្មើគ្នាទេគ្រូផាសតាមនឹងសិនអញ្ចឹងទី1យើងរៀនស្វែងយល់ពី loop cut shortcut វាគឺ control R ហើយ loop and ring selection control Alt click Alt click ហ្នឹង